ខ្លះធំមែនប៉ុន្តែអត់ហ៊ានកាន់ទេក៏ខ្លាចតែបុគ្គលម្នាក់នេះណាណែនិយាយពីថាអាជីពត្មងសួស្ដីឈ្មោះអីឈ្មោះអីដែរឈ្មោះអីដែរក្មួយបូរ៉ាមេសិកាអូហើយអាយុប្រហែលហីកូន1 ឆ្នាំហីហើយរៀនហាត់ទីម៉ានហីទី1ហើយមិនបានចេះបាញ់គោចេះរោលគោអីចឹងហ៎អត់ខ្លាចអូគ្រូប្រាប់ពីរបៀបបាញ់គោដែរគ្រូណាគ្រូសៀងលីចេះរោលទៀតគ្រូចេះថាហ្មងគ្រូសៀងលីអត់ហ៊ានកាន់គៀសហ្មងហ្នឹងហើយចេះខ្លួនឯងទេកូនអត់ខ្លាចទេកូនអត់ខ្លាចទេអញ្ចឹងរោលស្រួលដែរគេគ្រប់គ្នាអត់ហ៊ានកាន់ទេណាកូនឯងមិនហ៊ានអញ្ចឹងហ៎អូយសំបីអមនេះថតហ្នឹងក៏អត់ឯងណែខ្លាចដែរនេះអត់ខ្លាចគៀសឆាតទេលេងកេះខ្លួនឯងបាញ់ខ្លួនឯងអញ្ចឹងហ្មងអូធំគេខ្លះគេអត់ទាន់ហ៊ានកាន់មកហ្នឹងកូនអត់ខ្លាចទេអូហើយរោលអញ្ចឹងរងថ្ងៃមែនអូលយហើយក្រៅពីរោលគោចេះធ្វើអីទៀតខ្ចប់អីវ៉ាន់ទៀតអាយូលយហើយចេះដឹកអីវ៉ាន់ទៅទៀតមែនអូអត់ទេមកចេះជិះម៉ូតូដឹកទៅទៀតអូយលយណាស់បងប្អូនណាណែភូមិឋានធម្មជាតិសាច់គោស្រាយសាច់គោខ្មែរសាច់គោស្រស់និយាយពីថាអត់ពិបាកទេណាបុគ្គលិកមួយគឺជួលពេញថ្លៃតែហ្មង